បើសូមគ្រប់ជំរាបសួរដល់បងប្អូនទាំងអស់ដែលកំពុងតែទស្សនានៅកម្មវិធីពន្លឺសុខភាពបាទហើយកម្មវិធីពន្លឺសុខភាពនេះមានការឧបត្ថម្ភដោយក្រុមហ៊ុន EBC ក្រុមហ៊ុន EBC ជាក្រុមហ៊ុនដែលមានបទពិសោធន៍នៅក្នុងការដោះស្រាយសុខភាពជាង20ឆ្នាំហើយជាក្រុមហ៊ុនដែលមានចំណេះដឹងគ្រប់គ្រាន់ជាក្រុមហ៊ុនដែលមានផលិតផលគ្រប់គ្រាន់បាទ3ចំណុចនេះសំខាន់ណាបងប្អូនបាទมันអាចអត់មានមួយណាបានទេត្រូវតែមានទាំង3នៅក្នុងការដោះស្រាយសុខភាពនឹងឲ្យបានជោគជ័យនៅក្រុមហ៊ុន EBC យើងមានទាំង3ប្រសិនបើបងប្អូនត្រូវការសូមអញ្ជើញតាក់ទងមកលេខទូរស័ព្ទ02 98 11 25 015 98 11 25 088 898 11 25បាទលេខទាំង3សុទ្ធតែមាន Telegram ណាបាទលេខទាំង3សុទ្ធមាន Telegram បងប្អូនអាចតាក់ទងមកបើសិនត្រូវការសួរនាំប្រឹក្សាយោបល់បាទហើយទីតាំងរបស់ក្រុមហ៊ុននៅផ្ទះលេខ266ផ្លូវលេខ150ខាងក្រោយមន្ទីរពេទ្យប្រកុសសមៈចម្ងាយ250ម៉ែត្រណាមន្ទីរពេទ្យប្រកុសសមៈឬហៅថាពេទ្យលោកសង្ឃចម្ងាយ250ម៉ែត្រក្រោយនឹងទេណាមិនឆ្ងាយទេបាទតាក់ទងមកតាមលេខទូរស័ព្ទហ្នឹងបើសិនរកឃើញបាទហើយជាទូទៅក្រុមហ៊ុន EBC យើងផ្ដល់ចំណេះដឹងបាទចំណេះដឹងផ្នែកសុខភាពហ្នឹងគឺសំខាន់ណាបាទអញ្ចឹងបងប្អូនចង់ចេះចង់ដឹងចង់ស្វែងយល់ពីរឿងសុខភាពដែលកំពុងតែកើតមានក្តីហ្នឹងចូលមើល YouTube វាយពាក្យថា EBC ពលឺសុខភាពបាទ EBC នេះជាភាសាអង់គ្លេសណាហើយដក clear តិចទៅអក្សរខ្មែរពន្លឺសុខភាពណា EBC ពន្លឺសុខភាពបាទហើយចំណែក Facebook នោះគឺឈ្មោះប៉ាងញឿននៅក្នុងនឹងមានហើយ page នោះ EBC ពន្លឺសុខភាព page ហើយនឹង YouTube ឈ្មោះដូចគ្នាណាបាទ page ហើយ YouTube ឈ្មោះដូចគ្នា EBC ពន្លឺសុខភាពណាបាទបន្ទាប់ពីបងប្អូនបានទស្សនានៅខ្សែវីដេអូហើយកុំភ្លេចណាជួយចុច Subscribe ហើយជួយ share បន្តគ្នាផងដើម្បីឲ្យបងប្អូនផ្ទៃហ្នឹងគាត់បានចេះបានដឹងបានស្វែងយល់ផងណាបាទពេលខ្លះគាត់មានជំងឺអីចឹងទៅគាត់ចំមកប្រធានបទហ្នឹងពីជំងឺរបស់គាត់អត់យល់តែអញ្ចឹងការដោះស្រាយមិនបានជោគជ័យអញ្ចឹងទៅអញ្ចឹងនេះជួយ share ដល់គាត់ណាបាទប្រធានបទនៅថ្ងៃនេះលើកយកប្រធានបទមួយដែលមនុស្សភាគច្រើនគេអត់សូវបានយកចិត្តទុកដាក់ទេជំងឺខូចមុខងារប្រព័ន្ធការពារបាទជំងឺហ្នឹងគេមិនសូវបានខ្វល់ទេគេភាគច្រើនហ្មងណាសូម្បីតែអ្នកដែលយកចិត្តទុកដាក់សុខភាពក៏គេមិនសូវគិតគូរពីបញ្ហាហ្នឹងដែរជំងឺខូចមុខងារប្រព័ន្ធការពារប៉ុន្តែកុំភ្លេចថាជំងឺនេះបើកាលណាកើតហើយវាពិបាកនៅក្នុងការដោះស្រាយណាកាលណាកើតហើយចឹងហើយគួរស្វែងយល់វាទៅបាទជំងឺខូចប្រព័ន្ធមុខងារការពារហ្នឹងដែលភាសាអង់គ្លេសប្រើពាក្យថា autoimmune disease autoimmune disease ខ្មែរយើងថាជំងឺប្រព័ន្ធការពារវាយប្រហារខុសទិសដៅឬហៅថាជំងឺខូចមុខងារប្រព័ន្ធការពារណានិយាយមួយណាក៏បានដែរមិនខុសគ្នាទេបាទអញ្ចឹងជំងឺហ្នឹងមានលក្ខណៈយ៉ាងម៉េចបងប្អូនតាមដានជាមួយនឹងខ្សែវីដេអូនេះបាទតើអ្វីជាប្រព័ន្ធការពារបាទយើងស្គាល់ពីប្រព័ន្ធការពារសិនមុននឹងចូលទៅដល់ជំងឺណាពីព្រោះជាទូទៅជំងឺវាកើតចេញពីអ្វីដែលយើងមានណាអ្វីដែលយើងមានជំងឺវាមានពីរប្រភេទវាមានជំងឺកើតចេញពីរាងកាយខ្លួនឯងហ្នឹងហើយនឹងជំងឺកើតដោយសារតែមេរោគចូលណាមេរោគបាក់តេរីវីរុសអីចឹងណាចូលទៅអាហ្នឹងក៏បង្កឲ្យរលាកកើតជំងឺអាមួយទៀតអត់មានមេរោគទេតែវាកើតចេញពីរាងកាយខ្លួនឯងហ្នឹងដូចជាថាមានប្រព័ន្ធការពារអញ្ចឹងវាកើតចេញពីប្រព័ន្ធការពារហ្នឹងមានថ្លើមវាកើតជំងឺចេញពីថ្លើមមានពោះវៀនវាកើតជំងឺចេញពីពោះវៀនអាហ្នឹងវាចឹងណាបងប្អូនចឹងហើយតើយើងរៀនយើងកើតមកហើយតើយើងរៀនសូត្រខ្លះបើយើងមិនរៀនទេអាហ្នឹងគឺយើងពិបាកហើយក្នុងការដោះស្រាយនោះបើកើតហើយល្មមដែលអាចដោះស្រាយបានបើយើងអត់យល់ដល់អញ្ចឹងទៅទុកឲ្យដល់ធ្ងន់បាទអញ្ចឹងយើងយល់វាតិចទៅបាទអញ្ចឹងអ្វីជាប្រព័ន្ធការពារប្រព័ន្ធការពារគឺជាប្រព័ន្ធបណ្ដាញដ៏ស្មុគស្មាញរបស់សរីរាង្គ
កោសិកានិងប្រូតេអ៊ីនដែលការពាររាងកាយប្រឆាំងនឹងការរលាកដោយមេរោគផ្សេងហើយរក្សាសុខភាពកោសិការបស់រាងកាយឲ្យនៅខ្លាំងល្អនិងប្រព្រឹត្តទៅប្រក្រតីឃើញទេបាទប្រព័ន្ធការពារនឹងអញ្ចឹងគឺជាប្រព័ន្ធស្មុគស្មាញនៅរបស់រាងកាយកោសិកានិងប្រូតេអ៊ីនដែលការពាររាងកាយប្រឆាំងទៅនឹងការរលាកដោយមេរោគផ្សេងឃើញទេបាទជាប្រព័ន្ធស្មុគស្មាញរបស់រាងកាយរបស់កោសិកាបើវាមានគ្រប់កន្លែងប្រព័ន្ធការពារហ្នឹងហើយអានេះសម្រាប់ការពាររាងកាយកុំឲ្យរលាកហ្នឹងឯងណាបាទដោយប្រព័ន្ធការពារនីមួយវាធ្វើការតាមមុខងាររបស់វានៅពេលដែលវាមានបញ្ហាកើតឡើងវាត្រូវបញ្ចេញពួកគេហៅ antibody ហ្នឹងពួកសារជាតិប្រឆាំងនឹងមេរោគហ្នឹងបាទដើម្បីទប់ទល់ឃើញទេណាហៅថា antibody ហ្នឹង antibody ហ្នឹងបាទហើយប្រព័ន្ធការពារហ្នឹងក៏រក្សាសុខភាពកោសិកាឲ្យនៅធម្មតាដែរឲ្យនៅល្អដែរប្រព័ន្ធការពារហ្នឹងណាវាមានទូនាទីការពារតាមរយៈការបញ្ចេញ antibody ហ្នឹងណាសារធាតុដែលប្រឆាំងនឹងមេរោគហ្នឹងផងហើយវាជួយរក្សាកោសិកាឲ្យនៅប្រក្រតីផងឃើញទេវាមានមុខងារអញ្ចឹងប្រព័ន្ធការពារយើងហ្នឹងណាបាទអញ្ចឹងនឹងស្ដាប់ឲ្យតាន់ទៅបងប្អូនណាប្រព័ន្ធការពារបានរក្សាប្រវត្តិមេរោគដែលខ្លួនធ្លាប់បានវាយប្រហារពីពេលមុនដើម្បីឲ្យវាឆាប់ស្គាល់និងវាយប្រហារលឿនមុនពេលមេរោគនោះនៅវាយប្រហារយើងកើតជំងឺផ្សេងបាទប្រព័ន្ធការពារនោះវាស្គាល់ពេលវាធ្លាប់ជួបមេរោគណាមួយវាស្គាល់អញ្ចឹងពេលវាចូលមកម្ដងទៀតណាវាអាចនឹងមានសមត្ថភាពវាយប្រហារអត់ឲ្យលាកតាន់ឃើញទេអញ្ចឹងណាប្រព័ន្ធការពាររក្សាប្រវត្តិអញ្ចឹងវាស្គាល់អញ្ចឹងលើកលែងតែមេរោគណាដែលវាមិនធ្លាប់កើតអានឹងវាមិនទាន់ស្គាល់វាត្រូវប្រយុទ្ធប្រឆាំងគ្នាណាឈ្នះណាចាញ់អញ្ចឹងទៅបាទអញ្ចឹងនឹងមនុស្សយើងវាមានប្រព័ន្ធការពារអញ្ចឹងបងប្អូនណាបាទមានប្រព័ន្ធការពារអញ្ចឹងជួយប្រឆាំងមេរោគណាយើងបើកុំតែមានប្រព័ន្ធការពារមិនដឹងយ៉ាងណាទេរាល់ថ្ងៃនេះណាជួយប្រឆាំងមេរោគផងជួយរក្សាកោសិកាសរីរាង្គនឹងឲ្យដើរត្រឹមត្រូវផងឃើញទេបាទនឹងអញ្ចឹងនឹងប្រព័ន្ធការពារណាបាទបងប្អូនដូចខែលអញ្ចឹងណាមនុស្សយើងវាមានខែលការពារអញ្ចឹងរូបភាពនេះបង្ហាញពីមេរោគជុំវិញទិសណាអញ្ចឹងយើងមានខែលការពារនឹងចូលអត់បានណាមិនមែនតែចូលមិនបានទេចូលទៅក្នុងខ្លួនបានប៉ុន្តែវាមិនអាចធ្វើឲ្យបានដោយសារឆ្មាំការពារយើងខ្លាំងនឹងន័យអញ្ចឹងអានេះគ្រាន់ជាគំនូររូបបង្ហាញពីបាទពីគេហៅថាប្រព័ន្ធការពារគឺវាមានលក្ខណៈសន្តានបែបអញ្ចឹងបាទវាការពារមេរោគហ្នឹងបាទដូចក្នុងរូបនេះឃើញទេខាងនេះជាអ្នកការពារនោះមេរោគនេះអាដៃជើងច្រើននេះមេរោគឃើញទេចានេះលេងមកដៃទៅក៏ពិតច្រមុះអានេះគ្រាន់តែគេគូបញ្យល់យើងឲ្យយល់តែចូលទៅត្រូវណាបាទប្រព័ន្ធការពារនោះវាការពារអញ្ចឹងបាទតើសរីរាង្គណាខ្លះជាប្រព័ន្ធការពារសំខាន់របស់យើងបាទយើងមើលប្រព័ន្ធការពារមានច្រើនប៉ុន្តែឥឡូវសរីរាង្គណាខ្លះជាប្រព័ន្ធការពារសំខាន់របស់យើងណាប្រព័ន្ធការពារសំខាន់របស់យើងហ្នឹងវាមានពពួកគេហៅថា mucous membranes ខ្មែរយើងថាភ្នាសសម្បោរណាភ្នាសសម្បោរហ្នឹងប្រព័ន្ធការពារយើងណាបងប្អូនសម្រាប់មេរោគដីធូលីចូលទៅហ្នឹងគឺវាជាប់វាទៅទុំជាប់អាហ្នឹងអត់ឲ្យចូលទៅក្នុងតនទេហ្នឹងបាទ tonsil កពេញអាមីដាល់កពេញអាមីដាល់កពេញនៅកណាបងប្អូនណានៅសងខាងកហ្នឹងហៅកពេញអាមីដាល់lymph nodes កពេញទឹកឬក៏កពេញកូនកដោអាហ្នឹងកពេញទឹកហ្នឹងមាននៅកនៅគុំតិចនៅសងខាងកនៅក្លៀកនៅដើមទ្រូងនៅក្នុងពោះនៅកលៀនណាអាហ្នឹងគឺកពេញទឹកហ្នឹងក៏ជាប្រព័ន្ធការពារយើងដែរ lymphatic vessel កពេញសរសៃកពេញទឹកសរសៃកពេញទឹកសរសៃនេះមើលរូបបើគេណាសរសៃខៀវហ្នឹងណាបាទអាហ្នឹងក៏ជាប្រព័ន្ធការពារដែលសម្រាប់ឲ្យទឹកហូរហើយនាំមេរោគបាក់តេរីដែលទៅជាមួយទឹក
chôn tục nông cà pin nắng đầm bấy ối cà pin nắng vía và về chắp tục nè nè đấy họ sai mới cà pin sai mới nông đầm trùng nó có cái chặt tục cà pin cà phê đấy skin bài nè splin tờ bone marrow khu chẳng đấy chẳng tiếng óc ní xuất tay chia bộ phận cà phê sầm khăn nâng miền mục nghĩa sầm khăn nơi con riêng cài mà được dương nâng và câu sẽ cá chiêm xó pro chăng nâng bộ mê rốt để liên biên trồn mở vậy đấy bộ phận cà phê để thông nơi con riêng cài dương nâng về miền là câu sẽ cá chiêm xó và câu sẽ cá chiêm xó để chia bộ phận cà phê nơi con chiêm dương và nơi con chiêm dương nâng chẳng miền mê rục chùl màu nó cứ nè đi câu sẽ cá chiêm sò nè đi câu sẽ cá chiêm sò anh đi mê rục anh đi câu sẽ cá chiêm sò anh đi mê rục anh đi câu sẽ cá chiêm sò anh đi mê rục và chẳng mê rục chùl tới câu sẽ cá chiêm sò nó chặt chọp nơi nâng và chặt chọp sắt nơi nâng ọt ôi tàu nà thì nè và chẳng là nó câu sẽ cá chiêm sò nó cứ chia cái thật câu sẽ cá pia chẳng hay mà đủ dưỡng cái nộp đều dừng miền ca rồi lía nó riêng cái phải tranh nhà cao ska chiêm so cho nè chẳng bàn nè để mình đủ để lía đến cái mưa cao ska chiêm so nâng càng là về miền chủng luôn cho lớn miền ca rồi lía nó có khẳng nè hay đến bàn là cao ska chiêm so với cao khẳng đôi xa tại về miền bê ru với cho lớn chẳng riêng cái thử phải tranh nhà cao ska chiêm so nó cho lớn đấy là mấy từ túc cho môi mê ru chẳng kia sùng con khơi tha ôi tại câu ska chiêm so về lớn miền đi thà riêng cài đến miền ca rồi liệt trơn nâng nì chẳng á bao bố đó bà nì chẳng bà chẳng nâng phải vô chun bong bong phụ bàn chế điệp chẳng tẹt tôm từ nâng câu ska chiêm so hay sủng khăn là nâng câu ska chiêm so đó bà miền bụng bối bụng pil bụng hết nó bà mà nút miềnประปอน cà phê 3 ประเภท là lâu dần mờ là vậy bị ประปอน cà phê tu tứ đó mà nút miền ประปอน cà phê 3 ประเภทtí mũi dân hào thả innate immunity bộ phận cà phê pi cầm nợ bà này thầm miệt pi cầm nợ tầm mong ở đằng TP adaptive immunity bộ phận cà phê kê bằng cả lợn hay tí bấy passive immunity bộ phận cà phê chay pi kê nè chay pi kê nó bắt đầu son đấy nè bộ phận cà phê và cả lợn nó cái gì mẹp đôi thật năm cái chắc ôi cao của bọn cà phê chẳng đó còn đây sầm khăn của bọn cà phê cái pì cầm nợ nó sầm khăn đó để bỏ bộ trâu giọt chật đạn đó và chân của bọn cà phê miền bay của phê nó tìm mối dương hào ta innate immunity của bọn cà phê pì cầm nợ đấy mình nút group group cao mốc chọp cho mối của bọn cà phê pì cầm nợ chia của bọn cà phê tu tâu chẳng họ và bạn đây tha mình nút dưỡng cao mốc chọp cho mối là năng mỏng và miền bị thò mà chiết đúng không? Năng cứ ọt miền này là đạm màu dưới đi vì miền bị thò mà chiết nè ô tiêu họ bay đờ túa chia rồi bằng tục scat miro mình áo chôn từក្នុងរាងកាយប្រព័ន្ធការពារនេះបានស្គាល់នៅពេលដែលវត្ថុឬមេរោគឆ្លៀនពៀនបានចូលមកដល់បង្ហាញពីសញ្ញាគ្រោះថ្នាក់បាទស្បែកយើងហ្នឹងគឺប្រព័ន្ធការពារខាំងមុនគេហ្នឹងស្បែកហ្នឹងណាបាទនឹងចូលទៅវាខាំងមេរោគហ្នឹងប៉ុន្តែមេរោគខ្លះខាំងហើយនៅទៅចូលបានតាមរយៈរបួសណាតាមរយៈរបួសតាមរយៈលាកដែលចូលទៅក្នុងឈាមប៉ុន្តែមានប្រព័ន្ធការពារក្នុងឈាមទៀតមេរោគហ្នឹងមិនមែនចេះតែចូលស្រួលទៅទេត្រូវឆ្លងកាត់ច្រើនដំណាក់កាលណានៅក្នុងការទៅដល់ចំណុចដែលបង្កការរលាកនោះបាទដោយចូលផ្ទះមួយគេយាមកាមច្រើនអញ្ចឹងណាបាទគេយាមកាមច្រើនអញ្ចឹងទៅមានចូលដំបងទ្វាររបងណាបន្ទាប់ទ្វាររបងទ្វារកណ្ដាលបន្ទាប់ទ្វារកណ្ដាលទ្វារជាប់ផ្ទះណា3 4តង់5 6តង់បងជួបអ្នកសំខាន់ឧទាហរណ៍ណាបាទអញ្ចឹងប្រព័ន្ធការពារនេះយើងមានពីកំណើតណាយើងហៅថា innate immunity នឹងអ្នកណាក៏មានដែរកើតមកគឺមានរួចស្រេចតែហ្មងណាប៉ុន្តែយើងត្រូវយល់វាហើយត្រូវថែទាំវាផងមិនមែនថាមានពីកំណើតហ្នឹងប្រកែរហូតអត់ទេប្រព័ន្ធការពារហ្នឹងក៏វាធ្លាក់ដែរ
nè bây giờ mình bàn thầy toàn vía lẹ tổ tam vi lẹ tổ tam sự than hiệp sọc hiệp chẳng nắng dương miền này và còn cà phê nữa thì họ bày chẳng cái đấy rộng bằng đôi chàng chẳng đó bà chẳng phê là miền bê rục trôi máu cứ trôi lót chọc đôi ta sẽ bày đến nguyên cà phê môn kỳ đấy chẳng là rụp hiệp còn cầu nếp hiệp đôi chia cầu sẽ ca sẽ bày chẳng trôi nó chặt vô à ní mê rục miền cái tùy miền trường cho đó ní mê rục trôi nó chặt vô rụp hiệp thì mùi tí pí chặt lệp thì bấy lệp từ khổng ngay tí bốn rẽ xa mình hồi về miền sẽ cầm ở hiệp cho là thì cái đấy và cho nên thì ho đấy nè còn cùng đủ thì ho thì TP propon cà pía kê bằng cả lần để ha ta adaptive immunity nó propon cà pía kê bằng cả lần nó chia prophet propon cà pía cao pin môi chỉ vứt tam để giá ca pro chôm đọt đáy từ nâng chủng ngữ rư mê rô rư hao ta propon xăm rồi bỏ riêng cái rư chia propon cà pía để trâu ban chắc bần đô ở miền nông riêng cái đôi chia chặt và sang cà phê rứ có chặt bẩn đốc ông thì co thầm lặng bà nâng bộ quan cà phê nó cứ chia bộ quan đây kia bậc cao lớn đó từ lừa riêng cài đó bà đầm bì ôi riêng cài nó về miền phía xóm đó từ nâng mì rô thì họ ta đôi chia chủng ngư dương cả lòng màu đó thì họ là chủng ngư này Covid ấy đó vậy đấy nó rất dân chạm vào xăng nó cứ bọc cơn bọc con cà phê ấy nó chạm vào xăng đó chạm vào xăng thơm chạm vào xăng ACC nó rất là bọc cơn bọc con cà phê ấy nè bọc con cà phê nó ai cơn pin một chục vật squall mì ruột đằng tiết bây giờ cơn lần vĩnh á về phải chẳng bàn toàn pê bà đời sao về squall hơi đó và té bà sân mê rục mấy nó có thể chúng ta mê rục FC tiết nó to chạm và sang cà phê môi FC tiết vì cho ra rương chẳng té còn nó tha mê rục na đều khăn đôi Covid ấy chẳng ta nó kia và cả năm đầm bấy chạm cà phê nè và té bà không bị Covid nó có bị ai đâu ta thử tục dương chẳng và thì họ là miền thâm mây FC tiết chẳng đó bà chẳng ní chia bộ quan cà phê để kịp cợt lớn miền đi tha kịp prao năm là mấy chặt và đốt chặt và cợt bộ quan ông phi co nó không được cài dưỡng đó bà nâng hao tha adaptive immunity nâng rồi được cài dưỡng về xóm về xăm từ nâng mê rô của phết nâng đấy bà chân nâng chân ở bằng một vốn á bà adaptive immunity nâng chặt rồi về đội thầu về miền dây đời lấy ảo và xăng nó cứ cái chặt mê rô châu đằng ấy còn là mê rô nó cứ chỉ một phết mê rô đá về mình thơ túc đo riêng cài chẳng gì chắn đó bà cái miền vừa chia sẻ cái và cao máu cứ sửa mẹ dân chặt và châu tới túc nở nằng mê rô đá về châu máu về squall về xăng chỉ môi ảo và quan cà phê giống chẳng ai có co cả rồi lấy bạn đi đôi mê rục đã sai mê rục ấy chẳng sẽ chặt mê rục đã sai chul tàu được này đầm bay riêng cài nó cứ về miền mê rục của phê nó chẳng to là mê rục đã sai chul một liếm dương ọt thử tục vẫn đấy thấu và cờ chặt rồi năm rồi chẳng rồi pê chẳng tới mấy tháng chặt tầm mà đo nó ban mà chỉ vứt mền thì và thấu chặt chia phải trăm không một năm mà đo chẳng tới nên thì khó đó bà bấy propon cà piếc chay kỳ nè mi à propon cà piếc chay kỳ nếp chay kỳ chayอย่าง mấy chia prophet propon cà piếc ban chay pi propop xế hơi chỉ tu tấu về miềnประสิทธิภาพระยะពេលខ្លីប៉ុណ្ណោះឧទាហរណ៍កតាការពារក្នុងទឹកដោះម្ដាយបានផ្ដល់ឲ្យទារកនៅប្រព័ន្ធការពារជំងឺផ្សេងដែលម្ដាយធ្លាប់បានប្រឈមពីមុននៅយើងមានប្រព័ន្ធការពារពីទឹកដោះម្ដាយbàទឹកដោះ cholesterol ទឹកដោះម្ដាយណាមកដល់ cholesterol ហ្នឹងអាហ្នឹងគឺមានប្រព័ន្ធការពារខ្លាំងណាជាពិសេសទឹកដោះម្ដាយដែលទើបតែឆ្លងទន្លេដំបូងហ្នឹងហ្មងទឹកដោះដំបូងហ្នឹងអាហ្នឹងមានប្រព័ន្ធការពារខ្លាំងណាអញ្ចឹងបានជាទូទៅក្រុមគ្រូពេទ្យណែនាំឲ្យម្ដាយហ្នឹងនៅបំបើកូននៅពេលដែលកូនកើតមកភ្លាមដើម្បីអីដើម្បីបានប្រព័ន្ធការពារហ្នឹងឲ្យវាខ្លាំង
ប៉ុន្តែប្រព័ន្ធការពារហ្នឹងវាមិនបានយូរទេបាទវាមិនបានយូរទេវាបានតែមួយផ្លេតមួយរយៈតែប៉ុណ្ណឹងណាអញ្ចឹងអាហ្នឹងគេហៅថា passive immunity ប្រព័ន្ធការពារខ្ចីគេហ្នឹងអានខ្ចីពីម្ដាយហ្នឹងបាទខ្ចីពីម្ដាយហ្នឹងអញ្ចឹងទារកហ្នឹងឲ្យបើហើយដើម្បីអីដើម្បីមានប្រព័ន្ធការពារណាឲ្យខ្លាំងទប់ទល់ជាមួយមេរោគណាអាហ្នឹងហៅថាប្រព័ន្ធការពារខ្ចីគេអញ្ចឹងមាន3ណាប្រព័ន្ធការពារពីកំណើតណាប្រព័ន្ធការពារគេបង្កើតឡើងហៅថា adaptive immunity មួយហៅថា innate immunity ហើយមួយ adaptive immunity មួយទៀតហៅថា passive immunity បាទអញ្ចឹងមានប្រព័ន្ធការពារប្រភេទអញ្ចឹងណាបងប្អូនណាបាទក្នុងទឹកដោះម្ដាយក្នុងទឹកដោះគោបើទឹកដោះគោវាមានតែ6ម៉ោងទេបន្ទាប់ពីគោកើតមកគឺគេយកទឹកដោះគោនឹងបន្ទាប់ពីគោកើតបានតែ6ពេលកើតមក6ម៉ោងហ្នឹងគេយកបាទក្នុងកំឡុងពេល6ម៉ោងគេប្រមូលហើយប៉ុន្តែបើហួសពី6ម៉ោងអាហ្នឹងគឺមានជាទឹកដោះធម្មតាមិនមានកត្តាការពារច្រើនទេណាអាហ្នឹងឲ្យយល់អញ្ចឹងណានឹងទឹកដោះគោអញ្ចឹងហើយបាននៅស្រុកគេចិញ្ចឹមគោយកទឹកដោះទាំងទឹកដោះធម្មតានិងទាំងទឹកដោះដើម្បីផ្ដល់នូវកត្តាការពារខ្ពស់បាទហើយអាទឹកដោះការពារខ្ពស់ហ្នឹងថ្លៃបាទទឹកដោះធម្មតាវាមិនថ្លៃទេបាទហើយប្រយោជន៍វាខុសគ្នាណាហើយទឹកដោះម្ដាយអញ្ចឹងដែរទឹកដោះម្ដាយគឺទឹកដោះដែលទៅទៅឆ្លងទលេភ្លាមនឹងហ្មងអាហ្នឹងទឹកដោះហ្នឹងគឺគេហៅទឹកដោះដំបូងហើយហ្នឹងណាទឹកដោះដំបូងអញ្ចឹងល្អណាស់ហ្នឹងសម្រាប់សុខភាពកូនណាបាទជំងឺខូចមុខងារប្រព័ន្ធការពារឥឡូវចូលទៅដល់ជំងឺបាទជំងឺខូចមុខងារប្រព័ន្ធការពារហើយជំងឺខូចមុខងារប្រព័ន្ធការពារណាអាមុខងារប្រព័ន្ធការពារមួយណាទៅមុខងារប្រព័ន្ធការពារពីធម្មជាតិព្រោះអាប្រព័ន្ធការពារពីធម្មជាតិហ្នឹងអានឹងជាប្រព័ន្ធសំខាន់ជាងគេបង្អស់អាប្រព័ន្ធការពារហៅថា adaptive immunity ឬក៏ passive immunity អីអានឹងវាគ្រាន់តែជាប្រព័ន្ធការពារល្មមទេណាវាបើនិយាយប្រៀបធៀបថាវាមិនដូចប្រព័ន្ធការពារពីធម្មជាតិយើងទេអញ្ចឹងអាប្រព័ន្ធការពារពីធម្មជាតិយើងនេះគឺសំខាន់ជាងគេបំផុតហើយបងប្អូនណាបាទឥឡូវចូលទៅជំងឺខូចមុខងារប្រព័ន្ធការពារហ្នឹងគឺខូចមុខងារប្រព័ន្ធការពារពីកំណើតហ្នឹងហ្មងណាអញ្ចឹងបងប្អូនយល់ជំងឺខូចមុខងារប្រព័ន្ធការពារជាប្រភេទជំងឺដែលប្រព័ន្ធការពារពីធម្មជាតិរបស់រាងកាយមិនអាចដឹងនៅការខុសគ្នារវាងកោសិកាធម្មតារបស់ខ្លួននិងមេរោគឬវត្ថុចម្លែកផ្សេងចូលមកហើយបានវាយប្រហារចំច្រឡំចំកោសិកាធម្មតានោះនាំឲ្យខូចនិងកើតជំងឺផ្សេងឃើញទេបាទខូចមុខងារប្រព័ន្ធការពាររបស់រាងកាយពីធម្មជាតិហ្នឹងគឺមានន័យថាវាធ្វើឲ្យប្រព័ន្ធការពារហ្នឹងលែងស្គាល់ថានេះវាជាមេរោគអានេះវាជាកោសិការបស់ខ្លួនវាអត់ស្គាល់អញ្ចឹងណាវាស្មានច្រឡំថាអូអាកោសិកាជាមេរោគវិញឃើញទេតែពិតវាអត់មានមេរោគចូលទេណាប៉ុន្តែប្រព័ន្ធការពារហ្នឹងវាប្រឆាំងវាវាយណាវាបញ្ចេញអាពួក antibody ទៅវាយអាកោសិកាហ្នឹងស្មានតែអាកោសិកាជាមេរោគអញ្ចឹងខូចអាកោសិកាហ្នឹងវាយចំតាណាខូចតាហ្នឹងចំតាណាខូចតាហ្នឹងឃើញទេបាទអាហ្នឹងអញ្ចឹងបងប្អូនអញ្ចឹងគេខ្លាចអាជំងឺហ្នឹងណាគេខ្លាចអាជំងឺកោសិកាប្រព័ន្ធការពារហ្នឹងវាយប្រហារខុសទិសដៅប្រៀបដូចចេះធម្មតាវាអត់ខុសពីការច្បាំងគ្នាទេអញ្ចឹងច្បាំងគ្នាធម្មតាយើងបាញ់សត្រូវមិនអញ្ចឹងណាបាទយើងបាញ់សត្រូវអញ្ចឹងសត្រូវឡើងមកគេកំណត់ឡើងពីណាមកណាប្រមាណអីប្រមាណអញ្ចឹងទៅអញ្ចឹងបាញ់ទៅណាក្របប្រកែកក្របធំហ្នឹងBM21 អីហ្នឹងដាក់ទៅហើយឃើញទេបាទចំអញ្ចឹងដល់ឲ្យពងមកត្រូវណាបាទអញ្ចឹងយើងប្រឆាំងអញ្ចឹងប៉ុន្តែវាមានករណីខ្លះវាទៅជាចាំបាញ់ដែរប៉ុន្តែបាញ់ខុសវាស្មានតាជំរុំគ្នាឯងនេះឧទាហរណ៍ទេណាឧទាហរណ៍ថាឥឡូវជំរុំគ្នាឯងស្មានតែជំរុំសត្រូវអញ្ចឹងលេងឲ្យចំគ្នាឯងណាចង់និយាយអញ្ចឹងណាវាអត់យល់អញ្ចឹងហើយបានគេប្រយ័ត្នប្រយែងនៅក្នុងនេះហ្នឹងក៏ដូចគ្នាដែរបងប្អូនណា
nơi trong này đôi khi riêng cái bao nhiêu này cứ bày bật ắt copy măng cà pia thì hiên cà pia đi đó thì hiên cà pia nó dương bật sân ở trong cả này đấy chẳng dây tha bộ quan cà phê đấy mà sân không cả này việc đào mình trầm trấu với quay luôn ấy với smart mero tạm bất cầu sự cả bọc luôn cầu sự cả lùm pen cầu sự cả tầm rong nôm cầu sự cả bay cầu sự cả ấy so ấy về vô thả năng mero đấy chẳng về tới chuyện quay khô đấy quay khô chấm khôi vào đâu nó cái class chẳng ngư một phép chẳng hết bong ôn thử vô á bà chẳng nắng cái hao chừng ngư khôi bộ quan cà phê ơi khôi một nghề cà phê ơi nó chẳng chừng ngư khôi một nghề bộ quan cà phê chiaประเภท chừng ngư đây là bộ quan cà phê bị thòm chia là bỏ riêng cái mình ai đăng lầu ca không cái này rồi viên cầu gì cá thòm đài là bỏ mình đúng rồi bỏ luôn nâng mì rồi rứ vật thốt xem chết chôn một hỡi ban vi và hai chờ lắm trong cầu gì cá thòm đài tiếng nút nó bị khối nó bị cà chừng ngư bà chẳng bỏ bộ vô lớn á bà đôi nơi trong rường xài video sợi nhất đó cái bộ xài video màu thì hiện nó bành đó gặp rừng bà lớn nó đặt bành tới bành đó có khá về auto múc bà có khá về auto nó đặt tới tọt tới ngày à đi bành tới lên lời ngày thượng ta pi bay máy đấy lẹ mới cho mà cả lại luôn hay nhưng có nhiều rốt cho anh trường cái này nó khơi video ok bằng họ sợi lý nhé đó bằng vốn đó nâng không vô tập đôi chỉ khôi một nghề của bọn cà phê chẳng bánh tới ngay trong sự tới nếu mình chóm lẹ một cái lại luôn anh rốt chạy trường và nâng nông đi nó đôi cái này và chân của bọn cà phê quay và hà khâu tự đào nó chẳng ạ bằng vốn là biên chỉ ngư cho chẳng ạ nè là mò pin luôn nè là cao tới chụp khôi sở lắc nè là tới chụp bao nè là tới chụp piel nó cháo nó chừng ngư một hết chẳng cháo nó mình tích tỉ nó hay xuất là chừng ngư mình xuôi trong cà phê bảo xuất là chừng ngư của bạc phê bảo đấy chẳng thấy bạn dân trâu phải giặt bóng phốt bóng ốn á tới chừng ngư khôi một nghề của bọn cà phê cao lần cả lại nạc là và chừng ngư khôi một nghề của bọn cà phê ai cao lần group cả lại này riêng cài với sấy tôi lỡ thật tớ của bọn cà phê bị thòm chết bàn về và hai trở lóm trong cả lại na cả lại nút nâng khôi mình tinh vào lòng tại đó rồi hốt đọt lại từ chuyện người bình tầm hưng đây nâng thua ở miền cà lùng bát trong cà phê bảo chừng ngư khôi của bọn cà phê phía trái miền ba sầm nô xuống là khôi cái lấy ná có bán đấy đang ôi ta về quay trở lòng trong ta ná với khôi ta nắng này nhưng mình ai cầm nọt bán đấy tao tam riêng cài này của bọn cà phê rồi bọn mình đủ mình nè quay trong ta ná khôi ta nắng trong ta ná khôi ta nắng bây giờ ngư nó ra đấy mình tích đi đấy chẳng bọn bị giặt chừng ngư khôi của bọn cà phê đó mình bán đấy nâng cái thời rẻ xa về tầm tư và chừng ngư tự nôm ai một phê tì mùi cái đấy nó chặt tốc trôi tốc không ai chừng ngư khôi của bọn cà phê nè ạ bà chừng ngư một phê của bọn cà phê khôi của bọn cà phê miễn là tự nôm ai một phê tì mùi không chắc tự nôm ai đó nâng bờ một bọn cà phê về và hai trong lồng pế ngon mày khôi lồng pế cao chừng ngư tự nôm ai một phê tì mùi phía báo chắc ăn rồi rồi hồ cái đấy và cái đấy mình đâu không như vậy mình thử khôi lồng pế nhé con tay máu bị cao chừng ngư tự nôm ai một phê tì muối cao lần đời một bọn cà phê về và há không tự đào được ai họ chừng ngư khôi chừng rong nôm nó khôi một bọn chừng rong rồi bỏ chừng rong nôm để hà thà lupus nephritis đó bà chừng ngư khôi cho say chừng rong rồi bỏ chừng rong nôm đó bà chẳng là nước bờ một bọn cà phê về và hai trăm này chừng rong này chừng rong nôm thôi khôi chừng rong nôm nó hớm rồi liếc bạch bằng một nghĩa khối chẳng sống liền chiềm nó mình chắc đấy là liền chiềm ấy nó màu vì mỗi khối rong nôm ram ray tích này ọt đấy khối vô rồi không nó màu vì bọn cà phê đằng ai nhé chẳng hãy ban sự cọt ngôn rương thay toàn bọn cà phê đấy cứ dương trâu thay khá lắng mình thòm đà thế bằng bốn thử thay khá lắng và mình thay liền sao thế và bộ khai việc cao mẹ chừng ngư nâng thì bấy chừng ngư SLE giờ là systematic lupus
erythematosus ណាអានឹងគឺជាប្រភេទជំងឺខូចប្រព័ន្ធការពារដែលកើតឡើងភាគច្រើនបំផុតដោយសារប្រព័ន្ធការពារវាប្រហារទៅលើកោសិការបស់ខ្លួនបង្កឲ្យមានការរលាករាលដាលនិងខូចជាលិកានៅនឹងសរីរាង្គដែលប៉ះពាល់ជំងឺប្រភេទនេះរួមមានខូចជាលិកាសន្លាក់ស្បែកខួរក្បាលសួតតម្រងនោមនិងសរសៃឈាមឃើញទេបាទនឹងសុទ្ធតែជាប្រភេទជំងឺខូចមុខងារប្រព័ន្ធការពារហើយអញ្ចឹងមានដូចជាខូចជាលិកាសន្លាក់ខួរក្បាលណាសួតតម្រងនោមនិងសរសៃឈាមណាបាទវាវាយប្រហារអញ្ចឹងបងប្អូនណាជំងឺ SLE ហ្នឹងក៏គេចាត់ទុកវាកើតឡើងដោយសារអញ្ចឹងដែរឃើញអ្នកខ្លះឈឺសន្លាក់តាមពិតឈឺសន្លាក់ហ្នឹងឈឺដោយសារតែអាខូចមុខងារប្រព័ន្ធការពារហ្នឹងទេមិនមែនកើតសន្លាក់ធម្មតាទេបាទកើតសន្លាក់ធម្មតាវាស្រួលព្យាបាលបាទខូចមុខងារប្រព័ន្ធការពារនេះមិនងាយទេណាអញ្ចឹងច្រើនណាបងប្អូនណាច្រើនណាជំងឺប្រភេទចឹងបាទនេះគេចាត់ទុករួមអាហ្នឹងជំងឺក្រិនស្បែកជំងឺក្រិនស្បែកក៏ចូលទៅក្នុងហ្នឹងដែរបាទចូលlà SLE ហ្នឹងដូចគ្នាដែរណាscleroderma ហ្នឹងណាអញ្ចឹងប្រព័ន្ធការពារវាចំស្បែកនាំឲ្យស្បែកខូចបាត់បង់ collagen នៅក្រោមស្បែកនិង collagen ផ្សេងកន្លែងទៀតណាដូចជានៅសន្លាក់ជាដើមឡាក់អញ្ចឹងទៅណាហ្នឹងអញ្ចឹងសុទ្ធតែចូលក្នុងជំងឺគេហៅថាប្រព័ន្ធការពារដើរខុសប្រក្រតីហើយទី5ជំងឺខូចសន្លាក់ណាហ្នឹងក្នុងហ្នឹងគេទេហើយជំងឺចឹងវាកើតចេញពីប្រព័ន្ធការពារវេហាខុសទិសដៅហ្នឹងចំសន្លាក់ខូចសន្លាក់បាទជំងឺសើស្បែកធ្ងន់ធ្ងរហៅថា psoriasis សុទ្ធតែជំងឺដែលកើតឡើងពីកត្តាប្រព័ន្ធការពារដើមមិនត្រឹមត្រូវហើយវាយប្រហារចំស្បែកខូចស្បែកណាជំងឺប៉ះពាល់ខួរក្បាលណាហ្នឹង multiple sclerosis ហ្នឹងឬក៏ SLE ហ្នឹងគេនិយាយទូទៅណាបើវាវាយប្រហារចំកោសិកាខួរក្បាលវាខូចកោសិកាខួរក្បាលមួយផ្នែកណាមួយផ្នែកណាមួយអីបើផ្នែកគ្រប់គ្រងចលនាខូចគ្រប់គ្រងចលនាបដ ாய் គេនេះទៅជាពិការអញ្ចឹងណាទៅជាពិការអញ្ចឹងអាហ្នឹងមកពីប្រព័ន្ធការពារបាទរបស់ខួរក្បាលហ្នឹងនៅប្រព័ន្ធការពារវាយប្រហារចំអាផ្នែកកោសិកាខួរក្បាលដែលគ្រប់គ្រងចលនាហ្នឹងណាបើទៅពិការអញ្ចឹងបដ ாய் ទៅជំងឺស្ងួតសំណើមណាជំងឺស្ងួតសំណើមហ្នឹងក៏ច្រើនដែរហ្នឹងជាជំងឺដែលប្រព័ន្ធការពារវាយប្រហារដែរដូចជាជំងឺ Sjogren's ណា Sjogren's syndrome ហ្នឹងស្ងួតភ្នែកស្ងួតមាត់ស្ងួតដាតអីចឹងទៅអានេះស្ងួតហ្មងបាទផឹកទឹកក៏មិននៅតែស្ងួតដែរបាទអាហ្នឹងចឹងជំងឺប្រភេទចឹងដែរអាហ្នឹងជំងឺពិបាកព្យាបាលបងប្អូនមិនមែនស្រួលទេណាជំងឺចឹងតកកែសម្រួលទាំងអស់ហើយជំងឺខ្លះកែបានជំងឺខ្លះនៅតែកែមិនបានចឹងបាទទី9ជំងឺលៀនភ្នែកណាជំងឺលៀនភ្នែកណាជំងឺលៀនភ្នែកហ្នឹងវាតាក់ទងកពេញទីរ៉ូអ៊ីតណានៅកនេះណាហ្នឹងដោយសារប្រព័ន្ធការពារដើមមិនត្រឹមត្រូវដែរអញ្ចឹងនាំឲ្យលៀនភ្នែកណាយល់ថា thyroid eye disease ឬក៏ thyroid disease អញ្ចឹងទៅបាទលៀនភ្នែកពោកកណាបាទបាទជំងឺចឹងសិតតែចូលក្នុងហ្នឹងហើយបាទអញ្ចឹងបងប្អូនជួយ share ផងណាជួយ share ផងដើម្បីបងប្អូនទីទៅគាត់ចេះគាត់ដឹងផងចុច subscribe ហើយ share ផងជាស្រេចហេតុអ្វីប្រព័ន្ធការពារដើរខុសប្រក្រតីបាទឥឡូវចូលមិញយើងដឹងហើយថាកាលណាប្រព័ន្ធការពារដើមមិនត្រឹមត្រូវវានាំឲ្យវាវាយប្រហារខុសទិសដៅឃើញទេហើយតែវាយប្រហារខុសវាស្មានអានឹងមេរោគអញ្ចឹងវាវាយប្រហារចំខូចទៅដោយអាកន្លែងហ្នឹងមានខូចលំពេងខូចតម្រង់នោមមានខូចស្បែកខូចសន្លាក់ខូចខួរក្បាលណាខូចគ្រប់ផ្នែកទាំងអស់បាទប៉ុន្តែសំណួរសួរថាជំងឺអស់នោះវាកើតចេញពីប្រព័ន្ធការពារពីកំណើតរបស់យើងដើមមិនត្រឹមត្រូវឥឡូវសួរថាហេតុអីបានប្រព័ន្ធការពារហ្នឹងដើមមិនត្រឹមត្រូវមិនប្រក្រតីណាអានោះវានៅទៅហ្នឹងហេតុអីបានអញ្ចឹងគេមិនដើរត្រូវឲ្យចូលយើងមិនដើរមិនត្រឹមត្រូវឧទាហរណ៍អញ្ចឹងណាបាទឥឡូវយើងមើលប្រព័ន្ធការពារដើរខុសប្រក្រតីមានមូលហេតុច្រើន
អានឹងវាផ្សំគ្នាណាបងប្អូនវាផ្សំគ្នាមិនដោយសារតែមួយកតាទេណាវាផ្សំនេះបន្តិចនោះបន្តិចនេះបន្តិចនោះបន្តិចណាដល់ដំណាក់កាលណាមួយគ្រប់ប្រព័ន្ធការពារនឹងដើរខុសប្រក្រតីបដ ហើយអញ្ចឹងហើយបានយើងត្រូវយល់ឲ្យថែទាំប្រព័ន្ធការពារនឹងខ្លាំងណាស់កុំឲ្យវាដើរមិនត្រឹមត្រូវបើការនេះវាដើរមិនត្រឹមត្រូវយើងវាមានបញ្ហាហ្នឹងនេះអញ្ចឹងណាបាទឥឡូវយើងមើលទី1កត្តាអាហារមិនតុល្យភាពអាហារខ្វះសារជាតិបំពន់ល្អអាហ្នឹងកត្តាហ្នឹងសំខាន់ណាស់ឃើញទេបាទការដើរមិនត្រឹមត្រូវនៃប្រព័ន្ធការពារហ្នឹងធម្មតាប្រព័ន្ធការពារជាប្រព័ន្ធស្មុគស្មាញនៅរបស់រាងកាយអញ្ចឹងយើងនិយាយទៅគឺថារួមទាំងអស់វាមានកោសិកាវាមានជាលិកាវាមានបណ្ដាញសរីរាង្គទាំងមូលហ្នឹងវាសុទ្ធតែមានប្រព័ន្ធការពារណាអញ្ចឹងប្រព័ន្ធការពារហ្នឹងសំដៅទៅលើកោសិកាខ្លួនយើងហ្នឹងណាហើយនឹងជាលិកាខ្លួនយើងហ្នឹងណាដែលជាគ្រឹះសំខាន់រក្សាអ្វីឲ្យតុល្យភាពប៉ុន្តែអាកោសិកាជាលិកាអស់ហ្នឹងវាត្រូវការសារជាតិបំពន់តុល្យភាពសារជាតិបំពន់ល្អដល់យើងវាមិនអោយយូរទៅវាបញ្ហាហើយផ្សំជាមួយរឿងផ្សេងផងអ្នកផ្សំជាមួយទី2កត្តារស់នៅមិនមានសុខភាពល្អឃើញទេបាទកត្តារស់នៅមិនមានសុខភាពល្អដូចជក់បារីដេកមិនគ្រប់ហូបតែអាហារកែច្នៃអាហារវិខ្ចប់អាហារសាច់ច្រើនពេកកត្តាខ្វះសារជាតិបំពន់ល្អដូចខាងលើអញ្ចឹងបាទហើយផ្សំជាមួយតែអញ្ចឹងទៀតអាជក់បារីអាដេកមិនលក់អាផឹកស្រាណាហូបតែអាហារកែច្នៃវិខ្ចប់អាហារសាច់ច្រើនពេកអីចឹងជាដើមឡាក់ហ្នឹងដែលជំរុញបាទវាផ្សំជាកត្តាផ្សំណាទី3កត្តាប៉ះពាល់ជាតិពុលជាតិគីមីថ្នាំពុលថ្នាំបាញ់សត្វល្អិតថ្នាំសម្លាប់ស្មៅជាដើមឡាក់ឃើញទេវាប៉ះអញ្ចឹងទៅហើយដល់អញ្ចឹងវាធ្វើឲ្យមុខងារប្រព័ន្ធការពារនឹងលែងស្គាល់ទី4កត្តាអនាម័យអាហារទឹកខ្យល់កខ្វក់បរិស្ថានអ៊ូអាប់ទី5កត្តាអារម្មណ៍កើត stress បាក់ស្មារតីបាក់ទឹកចិត្តឡាក់ឃើញទេអញ្ចឹងកត្តាផ្សំគ្នាទាំងអស់ហ្នឹងជាកត្តាដែលនាំឲ្យប្រព័ន្ធការពារហ្នឹងដើរមិនត្រឹមត្រូវណាហើយកត្តាផ្សំមានផ្សំតិចទេផ្សំម្ដងតិចកាន់ខែកាន់ឆ្នាំអ្នកខ្លះផ្សំទៅបាន5ឆ្នាំតម្រាំប្រព័ន្ធការពារដើរមិនត្រឹមត្រូវអ្នកខ្លះបាន10ឆ្នាំអ្នកខ្លះបាន20 30ឆ្នាំអញ្ចឹងទៅក៏មានដែរណាអានសិតតែសន្សំរឿងទាំងអស់ទោះបីល្អក៏ដោយអាក្រក់ក៏ដោយសិតតែសន្សំទៅយើងបានមិនមែននៅភ្លាមបានទេឥឡូវចង់បានប្រព័ន្ធការពារដើរខុសប្រក្រតីស្អែកណាឧទាហរណ៍អញ្ចឹងណាបានទេអត់បានទេតើយើងសន្សំវាដល់កម្រិតបានយើងបានឃើញទេបាទវាសិតតែមានបច្ច័យមានហេតុអញ្ចឹងបានវាកើតឡើងណាអញ្ចឹងនៅក្នុងនេះក៏ដូចគ្នាដែរបងប្អូនណាក្នុងនេះដូចគ្នាអញ្ចឹងបច្ច័យដែលនាំឲ្យប្រព័ន្ធការពារដើរខុសប្រក្រតីនេះគឺការសន្សំឲ្យចំណុចទី1ដល់ទី5ហ្នឹងឯងបាទឥឡូវទី1កត្តាខ្វះសារជាតិបំពន់តុល្យភាពសារជាតិបំពន់តុល្យភាពនឹងសំដៅទៅលើសារជាតិបំពន់ល្អពីរុក្ខជាតិបៃតងហ្នឹងឯងហើយយើងមានណាយើងទទួលទានតែអាហារគេហៅថា unhealthy food ហ្នឹងអាហារដែលមិនមានសុខភាពល្អហ្នឹងឃើញទេអាហាររបស់មនុស្សសពថ្ងៃច្រើនតែអាហារបង្កើតអាស៊ីតណាអាហារមិនមានសារជាតិបំពន់ល្អគ្រប់គ្រាន់ទេណាជាពិសេសហ្នឹងពីបន្លែបៃតងនោះឯងណាបាទពីបន្លែបៃតងអត់សូវមានទេច្រើនតែពពួកវិខ្ចប់ពពួកកែច្នៃហ្នឹងហើយថែមអញ្ចឹងហើយយើងអត់មានបានទៅជំនួយអត់មានបានរកជំនួយថាអូខ្ញុំត្រូវរកផលិតផលរកស្អីដើម្បីជួយឲ្យវាតុល្យភាពខ្លះអត់ទេធ្វើបង្ងើយកន្តើយមិនខ្វល់បាទមិននិយាយថាមិនខ្វល់ហ្មងបាទអត់ខ្វល់អត់គិតអត់គូតើទឹកភ្នែកណាតើខ្មែរយើងណាវិញតើឃើញក្តាមមឈូសបានស្រកទឹកភ្នែកណាហើយបើអត់ទាន់ឃើញទេមិនខ្វល់អញ្ចឹងណាភាគច្រើនគឺអញ្ចឹងហ្មងបាទចឹងកត្តាទី1ខ្វះសារជាតិបំពន់តុល្យភាពល្អហ្នឹងឯងសារជាតិបំពន់តុល្យភាពនេះចង់និយាយថាស្អីទៅហត្ថតុល្យភាពនេះហ្នឹងតុល្យភាពសំដៅទៅលើសារជាតិបំពន់ដែលមានវីតាមីនផងដែលមានរ៉ែផងដែលមានប្រូតេអ៊ីនផងមិនមានតែវីតាមីនទេឬប្រូតេអ៊ីនទេឬក៏រ៉ែទេគឺមានចម្រុះបញ្ចូលគ្នាព្រោះរាងកាយយើងវាត្រូវការ
មុខងារសារជាតិបំពន់ទាំង3ហ្នឹងដែលសំខាន់នោះណាវីតាមីនក៏ត្រូវការប្រូតេអ៊ីនក៏ត្រូវការរ៉ែក៏ត្រូវការណាហើយជាពិសេសត្រូវបានពីរុក្ខជាតិបៃតងពីបន្លែផ្លែឈើបៃតងណាបន្លែផ្លែឈើលឿងបន្លែផ្លែឈើបៃតងហ្នឹងវាសិតល្អណាកុំបានតែពីសាច់ពីផ្អាប់ពីវិចខ្ចប់ណាអាហ្នឹងមិនល្អទេអញ្ចឹងអាហ្នឹងកត្តាទី1ណារបៀបរបបរស់នៅមិនមានសុខភាពល្អនេះកត្តាទី2ផឹកជក់ឃើញទេអាហ្នឹងសិតតែរបៀបរបបរស់នៅមិនល្អឯងផឹកជក់ដេកមិនលក់ដេកមិនគ្រប់អាហារវិចខ្ចប់ទទួលតែអាហារកែច្នៃអាហារផ្អាប់អាហារសាច់ច្រើនពេកអាហារបែបក្រៀមក្រោះឃើញទេវាមានសារជាតិអីល្អអាហារចឹងបាទបើអ្នកខ្លះក៏អត់ទទួលទានតែក្រៀមក្រោះហ្នឹងមានសារជាតិអីអ្នកខ្លះចូលចិត្តតែកែច្នៃខ្លះចាស់ចូលចិត្តតែសាច់ពេកអ្នកខ្លះស្អីក៏មិនចូលចិត្តតែជក់អីផឹកឃើញទេអញ្ចឹងអាហារទាំងអស់ហ្នឹងវាសុទ្ធតែអត់មានសារជាតិបំពន់ពីរុក្ខជាតិបៃតងល្អទេណាហើយតែកាលណាយើងរស់នៅបែបអញ្ចឹងយូរទៅវាទទួលរងគ្រោះហើយណាអញ្ចឹងឯនេះហើយតែជក់មានផឹកតែផឹកមានជក់ហើយដេកមិនគ្រប់ឃើញទេបាយអាហារវិញគឺអាហារកែច្នៃណាអាហារវិចខ្ចប់កែច្នៃអាហារបែបប្រភេទអញ្ចឹងអាហារសាច់ច្រើនជ្រុលពេកណាអញ្ចឹងវាមានសារជាតិពីពពួកបៃតងពីណាមកអត់មានទេមួយថ្ងៃមួយខែមួយឆ្នាំទទួលទានតែអញ្ចឹងធ្វើម៉េចទៅបងប្អូនអញ្ចឹងបានកោសិកាហ្នឹងវាមិនប្រក្រតីទេបាទមិនយូរមិនឆាប់កោសិកាមិនប្រក្រតីទេត្រូវមិនសិនជាក់បាទមិនសិនជាក់បាទទី3កត្តាប៉ះពាល់ជាតិពុលកត្តាប៉ះពាល់ជាតិពុលក៏ចឹងដែរមួយថ្ងៃនៅតែជាមួយជាតិពុលណាជាតិពុលមានគីមីក្នុងអាហារណាមានថ្នាំសម្លាប់ស្មៅមានសារជាតិវត្ថុសកម្មមានថ្នាំសម្លាប់សត្វល្អិតមានសារធាតុគីមីផ្សេងក្នុងកណាត់ណាសារធាតុអាស៊ីតចេញពីជាងផ្សារដែកឡាក់ឃើញទេឧទាហរណ៍អញ្ចឹងណាអញ្ចឹងទាំងអស់ហ្នឹងសុទ្ធតែជាតិពុលទាំងអស់ណាសុទ្ធតែជាតិពុលទាំងអស់ហើយអ្នកខ្លះគាត់ត្រូវអាហ្នឹងរាល់ថ្ងៃហើយត្រូវអាហ្នឹងមិនត្រូវតែ1 2អីមួយថ្ងៃគឺត្រូវគ្រប់តែចង់និយាយថាគ្រប់តែផ្នែកឃើញទេជាតិគីមីក្នុងអាហារថ្នាំសម្លាប់សត្វល្អិតថ្នាំសម្លាប់ស្មៅសារធាតុគីមីផ្សេងក្នុងកណាត់ជាតិវត្ថុសកម្មសារធាតុអាស៊ីតពីជាងផ្សារដែកណាសារធាតុទាំងអស់នេះមានគ្រោះថ្នាក់ដល់សុខភាពជំរុញឲ្យប្រព័ន្ធការពារហ្នឹងដើរមិនត្រឹមត្រូវឃើញទេបាទហ្នឹងឲ្យយល់អញ្ចឹងបងប្អូនឲ្យយល់អញ្ចឹងឃើញទេហើយយើងរស់នៅជាមួយតែអស់ហ្នឹងរហូតនៃរឿងអីដែលប្រព័ន្ធការពារហ្នឹងវាដើរត្រឹមត្រូវវាមិនត្រឹមត្រូវទេណាវាមានតែខុសប្រក្រតីហ្នឹងឯងអញ្ចឹងហើយរស់នៅជាមួយអញ្ចឹងហើយយើងអត់មានបានទៅរកវិធីសាស្ត្រនៅក្នុងការកែតម្រូវការលាងសម្អាតអីយ៉ាងណាអត់តែទេបណ្ដោយឲ្យរាងកាយទទួលរងគ្រោះពីសារធាតុអស់ហ្នឹងរឿងអីដែលវាមិនរងបើមិនរងវាចម្លែកអាហ្នឹងយើងនិយាយភាសាបើមិនរងវាចម្លែកឃើញទេកត្តាអនាម័យហ្នឹងទឹកមិនស្អាតទឹកមានសារធាតុគីមីជាតិក្លច្រើនផ្សែងពុលបរិស្ថានកខ្វក់ណាមិនសម្អាតដៃជើងអាហារមិនមានអនាម័យឡាក់ឃើញទេហើយកត្តាអស់ចឹងសិតគ្រោះថ្នាក់អីយើងមិនដែលអើពើអីអត់ខ្វល់ណាអត់ខ្វល់ណាដូចទឹកមានសារធាតុគីមីសូម្បីតែទឹកមានជាតិក្លគេមិនខ្វល់ផងបាទម្នាក់គេផឹកទាំងក្លហ្នឹងបាទក្នុងទឹកហ្នឹងអញ្ចឹងគេមិនដែលគិតគូរថាចម្រោះរកវិធីសាស្ត្រអីសម្អាតអីអត់ណាគេរស់នៅតាមអញ្ចឹងមិនយូរមិនឆាប់វាកើតជំងឺប្រភេទអញ្ចឹងគ្រប់តែគ្នានឹងឯងឃើញទេជំងឺពេញពេទ្យរត់តែកន្លែងដេកគ្មានផងពេទ្យបកើត1បកើត2បកើត3ហ្នឹងមិនគ្រប់អ្នកដេកផងឈឺទាំងអស់អាហ្នឹងដោយសារអីដោយសារកត្តាអស់ហ្នឹងណាកត្តាអស់ហ្នឹងដែលយើងអត់បានគិតគូរណាយើងចេះតែលហើយចេះតែល្វើយចឹងទៅអត់មានខ្វល់ណាដូចយើងច្រើននិយាយលេងសើចហ្នឹងមិនខុសទេ
អត់ឃើញក្តាមឈូសមិនស្រក់ទឹកភ្នែកហ្នឹងគឺគ្មានខុសមួយម៉ាត់ទេពាក្យហ្នឹងអារឿងគេគិតគូរសូម្បីតែជាតិខ្លោមិនបាច់និយាយអីច្រើនទេនៅក្នុងទឹកហ្នឹងគឺគេមិនបានទៅរកមធ្យោបាយថាអូធុងចម្រោះអីដើម្បីច្រោះជាតិខ្លោចេញណាកុំឲ្យវាពុលដល់រាងកាយគេមិនដែលគិតគូរប៉ុណ្ណឹងអញ្ចឹងហើយបាននេះជារឿងមួយខុសឆ្គងធ្ងន់ណាស់សម្រាប់សុខភាពនេះគ្មានអ្នកណាមកបន់ឲ្យយើងឈឺទេខ្លួនឯងជាអ្នកបង្កើតជំងឺឲ្យខ្លួនឯងនឹងឯងតាមរយៈការខ្វះចំណេះដឹងបាទអញ្ចឹងមើលឃើញទេផ្សែងពុលចឹងហើយអនាម័យក៏អត់មានអាហារហ្នឹងមិនដឹងជាអូបាទលៀងតែទឹកថ្លុកអញ្ចឹងហើយងាប់ហ่ะរឿងអីដែលវាមិនឈឺនេះឈឺនោះមិនឈប់មិនឈរហ្នឹងណាបាទកត្តាទី5កត្តាអារម្មណ៍ស្មារតីណាកើតជំងឺ stress បាក់ទឹកចិត្តឆេវឆាវក្រៀវក្រោធស្មារតីមិននឹងណភ័យខ្លាចអារម្មណ៍វល់ច្បុកច្បល់ណាអាហ្នឹងក៏ជាបញ្ហាចោតធ្ងន់ធ្ងរដែរទៅលើរាងកាយអាកត្តាស្មារតីកត្តាអារម្មណ៍នេះគឺធ្ងន់ណាស់បាទអារម្មណ៍មិនដែលសុបាយមិនដែលរីករាយមួយថ្ងៃកើតតែ stress កើតតែបាក់ទឹកចិត្តឆេវឆាវក្រៀវក្រោធភ័យអារម្មណ៍វល់បាទអាហ្នឹងរឿងអីដែលវាមិនប៉ះពាល់ទៅដល់រាងកាយព្រោះមនុស្សយើងវាមានកាយហើយនឹងចិត្តហ្នឹងគឺជាអារម្មណ៍ហើយអញ្ចឹងយើងមិនមែនឈឺតែកាយទេណាចិត្តហ្នឹងក៏វាឈឺដែរហើយតែឈឺវាប៉ះកាយណាព្រោះអាហ្នឹងវាប្រស្រ័យគ្នាបើយើងរស់នៅដោយអត់មានចិត្តមានតែកាយទៅមានអីតែយើងមានទាំងចិត្តមានតែកាយអញ្ចឹងអាឈឺផ្លូវចិត្តនេះក៏ប៉ះទៅដល់កាយអាឈឺផ្លូវកាយក៏ប៉ះមកដល់ផ្លូវចិត្តឃើញទេបាទអញ្ចឹងហើយបានយើងត្រូវយល់ថាមនុស្សយើងវាមានពីរអញ្ចឹងហើយអញ្ចឹងហើយយើងរៀនបក្រាបរៀននិយាយដល់ខ្លីរៀនធរអាខ្លះទៅណាដើម្បីបក្រាបអាស្មារតីមិនល្អនេះណារៀនពីធរអាទៅមានតែធរអាទេដែលអាចជួយយើងបានណាតាំងពីកើតជំងឺ stress បាក់ទឹកចិត្តឆេវឆាវក្រៀវក្រោធស្មារតីអីយ៉ាងណាហ្នឹងរៀនខ្លះទៅដើម្បីអីដើម្បីឲ្យណាចិត្តយើងវាស្ងប់ណាចិត្តយើងវាមិនឆេវឆាវវាមិនក្រៀវក្រោធអញ្ចឹងវាស្រួលទៅដល់រាងកាយដែរនៅពេលដែលចិត្តវាស្រួលវាផ្ដល់ផលប្រយោជន៍ទៅដល់រាងកាយព្រោះអានឹងវាប្រស្រ័យគ្នាណាបាទអញ្ចឹងមាន5កត្តាហ្នឹង5កត្តាហ្នឹងដែលនាំឲ្យប្រព័ន្ធការពារដើមមិនត្រឹមត្រូវហ្នឹងដោយខ្វះសារជាតិបំប៉នតុល្យភាពរបៀបរបបរស់នៅមិនមានសុខភាពល្អណាកត្តាប៉ះពាល់ជាតិពុលច្រើនកត្តាប៉ះពាល់ជាតិគីមីច្រើនណាជាតិពុលជាតិគីមីជាមួយគ្នាណាហើយនឹងកត្តាខ្វះអនាម័យណាអនាម័យហ្នឹងមិនសូវមានទេកត្តាអារម្មណ៍ស្មារតីណាអញ្ចឹងហ្នឹងហើយជាបញ្ហាបាទអញ្ចឹងឥឡូវចូលទៅដល់សំណួរសួរថាតើព្យាបាលជំងឺខូចមុខងារប្រព័ន្ធការពារហ្នឹងត្រូវព្យាបាលបែបណាបាទត្រូវព្យាបាលបែបណាជំងឺខូចមុខងារប្រព័ន្ធការពារបងប្អូនត្រូវយល់ថាជំងឺខូចមុខងារប្រព័ន្ធការពារនេះវាមិនមែនដោយសារតែមួយរឿងទេដោយសារច្រើនរឿងឃើញមូលហេតុច្រើនណាអញ្ចឹងការដោះស្រាយត្រូវតែរកវិធីសាស្ត្រដោះស្រាយឲ្យគ្រប់មូលហេតុនឹងដែរឃើញទេត្រូវតែរកវិធីសាស្ត្រដោះស្រាយឲ្យគ្រប់មូលហេតុនឹងដែរមិនចេះតែដោះស្រាយមានផលិតផលអីមកមុខយកមកដោះស្រាយទៅរួចទេអត់មានទេអាជំងឺខូចប្រព័ន្ធមុខងារប្រព័ន្ធការពារនេះត្រូវកែសម្រួលទាំងអស់យើងមើលមូលហេតុនេះបាទមើលមូលហេតុនេះតាំងពីលេខ1ទៅដល់លេខ5ឃើញទេអញ្ចឹងតលដោះស្រាយទៅកែពីលេខ1ទៅដល់លេខ5នឹងដូចគ្នានេះឃើញទេទៅដល់លេខ5ដូចគ្នាអានឹងបានអញ្ចឹងហើយរឿងថាឥឡូវខ្ញុំមានផលិតផលមួយមុខពីរមុខយកមកដោះស្រាយឲ្យវាជួយទៅដល់អាជំងឺខូចមុខងារប្រព័ន្ធការពារហ្នឹងទៅមិនរួចទេត្រូវដោះស្រាយគ្រប់ផ្នែកណាបាទឥឡូវការដោះស្រាយនេះដើម្បីដោះស្រាយឲ្យជោគជ័យហ្មងទាល់តែណែផលិតផលទាំង5មុខហ្នឹងអាហ្នឹងមានរហូតដល់6មុខអីទៀតដល់6 7មុខអីទៀតទៅប៉ុន្តែបាន5ហ្នឹងក៏ល្អដែរហើយការដោះស្រាយហ្នឹងផ្ដោតទៅលើរួមទាំងអស់អត់មានផ្ដោតទៅលើផ្នែកណាមួយទេណាអត់ផ្ដោតថាដោះស្រាយហ្នឹងគឺដោះស្រាយទៅលើតែស្បែកមិនមែនទេណាដោះស្រាយទាំងរួមទាំងអស់អាស្អីក៏ដោះស្រាយដែរក្នុងរាងកាយទាំងមូលហ្នឹងកែប្រព័ន្ធហ្នឹងឲ្យវាដើរមកត្រឹមត្រូវបន្តិចម្ដងទើប
ជំងឺហ្នឹងវាអាចទទួលលទ្ធផលខ្ពស់ហើយជំងឺហ្នឹងពេលខ្លះជំងឺខ្លះកែអត់បានទៀតវាខូចជ្រុលកែលែងកើតគ្រាន់តែទប់ស្កាត់វាហ្នឹងឯងឃើញទេអញ្ចឹងអារឿងកែប្រព័ន្ធការពាររាងកាយឲ្យដើរមកត្រឹមត្រូវនេះទាមទារការដោះស្រាយរួមណាគ្រាន់តែយល់អញ្ចឹងទៅដោះស្រាយឲ្យទាំងអស់ហ្មងតាំងពីមកចប់សរីរាង្គអីណាមានគឺដោះស្រាយសរីរាង្គហ្នឹងណាអញ្ចឹងត្រូវគោរពគោលការណ៍ទាំងប្រមាណ6 7ចំណុចនោះត្រូវលាងជាតិពុលណាទាំងក្នុងពោះវៀនធំទាំងក្នុងពោះវៀនតូចណាទាំងក្នុងឈាមត្រូវបំពន់កោសិកាហ្នឹងមកតួខ្លួនឡើងវិញត្រូវបើកផ្លូវឈាមហ្នឹងឲ្យរត់ល្អឡើងវិញត្រូវពង្រឹងសមត្ថភាពខាងក្នុងលើកកម្ពស់ប្រព័ន្ធការពារអីមកចប់ឡើងវិញទាំងអស់និយាយដល់ខ្លីថាមកតួសរីរាង្គណាមកតួសរីរាង្គអត់អាចដោះស្រាយផ្នែកណាមួយបានទេជំងឺប្រភេទខូចប្រព័ន្ធមុខងារការពារនេះហើយក្នុងករណីដែលហួសពេលខ្លះក៏មិនងាយផងក៏មិនងាយដោះស្រាយឲ្យជាឡើងវិញដែរបាទក្នុងករណីវាហួសពេលណាអញ្ចឹងហើយបានតែខ្ញុំបាទនៅតែណែនាំថាយល់ល្អទេយើងថែទាំឲ្យហើយទៅល្អជាងបាទថែទាំកុំឲ្យវាខូចមុខងារប្រព័ន្ធការពារតន់ណាហើយបើថាមើលទៅលំមមកដោះស្រាយចេញឲ្យហើយទៅមកប្រឹក្សាយោបល់ឲ្យហើយទៅកុំឲ្យខូចតន់ណាបាទអញ្ចឹងនឹងខ្ញុំបកស្រាយបញ្យលជារួមអញ្ចឹងទៅចោះសម្រាប់តាក់ទងទៅជំងឺខូចមុខងារប្រព័ន្ធការពារហើយបងប្អូនទាំងអស់បាទយល់ល្អទេខ្ញុំបាទឲ្យយោបល់ថាថែទាំការពារឲ្យហើយណាថែទាំការពារហើយអានឹងល្អជាងណាព្រោះប្រព័ន្ធការពារយើងពេលខ្លះវាកំពុងតែធ្វើដំណើររត់ទៅរកអាចំណុចដែលត្រូវដើរខុសប្រក្រតីហ្នឹងប៉ុន្តែវាមិនទាន់ទេណាឧទាហរណ៍ថាចម្ងាយ5 គីឡូម៉ែត្រទៀតវាទៅដល់ណាវារត់ទៅដល់ឥឡូវនេះវាបាន3 គីឡូម៉ែត្រដល់សល់2 គីឡូម៉ែត្រទៀតណា2 គីឡូម៉ែត្រទៀតគឺវាទៅដល់កន្លែងដែលទៅផ្ទុះជំងឺអញ្ចឹងបើយើងបានការពារហើយមានន័យថាយើងវាអត់ឈឺណាយើងវាអត់កើតអាជំងឺខូចមុខងារប្រព័ន្ធការពារហ្នឹងណាអានឹងបើការពារហើយណាបាទនឹងអញ្ចឹងបានថាបញ្យលជូនបងប្អូនថាយល់ល្អការពារហើយបាទអញ្ចឹងខ្ញុំបាទក៏សូមធ្វើការបញ្យលណែនាំប៉ុណ្្នឹងទៅចោះសម្រាប់ជំងឺមួយនេះបាទបងប្អូនស្វែងយល់ហើយស្វែងយល់ទៀតព្រោះជំងឺហ្នឹងជាជំងឺមិនស្រួលទេអាខូចមុខងារប្រព័ន្ធការពារហ្នឹងណាបាទអញ្ចឹងមិនស្រួលទេអាហ្នឹងអញ្ចឹងបងប្អូនយល់ហើយកុំភ្លេចបានយល់ហើយជួយចុច Subscribe Share អីផងបាទអញ្ចឹងប្រធានបទមានប៉ុណ្្នឹងហើយលេខទូរស័ព្ទក្នុងហ្នឹងមានស្រាប់ហើយបើសិនបងប្អូនត្រូវការសូមអញ្ជើញតាក់ទងមកលេខទូរស័ព្ទទាំងអស់នេះមាន Telegram ស្រាច់ជួបគ្នានៅប្រធានបទក្រោយៗទៀតបាទ